សួស្តីប្រិមិត្តវិលមកជួបគ្នាសាជាថ្មីម្ដងទៀតអរុនសួស្តីសហរដ្ឋអាមេរិកប្រលប់សួស្តីនៅកម្ពុជាជំរានកែវសួស្តីប្រិមិត្តនៅក្នុងនេតិនេះឃើញថាស្ថានភាពដែលកំពុងតែពុះពោនៅក្នុងចំនួនថៃនិងហ៊ុនសែនបានបន្តទៅទៀតនៅក្នុងពេលនេះថៃចេះតែបង្ករឿងថ្មីតែរឿងថ្មីនោះបង្កើតបានជាភាពចរចាគឺថៃបង្គាប់បញ្ជាគ្រប់ពេលវេលាមកលើលោកហ៊ុនសែននៅពេលដែលលោកហ៊ុនសែនច្បាំងឈ្នះថៃឡើងប៉ោងខោថៃក៏ជាអ្នកចាញ់ហើយក៏បង្គាប់បញ្ជាមកលើលោកហ៊ុនសែនគ្រប់លក្ខខណ្ឌទាំងអស់យើងមិនទាន់យល់ដឹងច្បាស់នៅឡើយអំពីសេចក្តីប្រកាសរួមថាវាបន្តសកម្មភាពទៅមុខទៀតឬយ៉ាងណាទេណាយើងមិនទាន់ដឹងអំពីសេចក្តីប្រកាសរួមថាវាបន្តទៅមុខទៀតឬយ៉ាងណាទេគ្រាន់តែយើងឃើញថាការឈប់បាញ់គ្នាបន្តមានតទៅទៀតនៅពេលដែលខាងកម្ពុជាមិនឆ្លើយតបទៅនឹងការបាញ់ប្រហាររបស់ថៃដែលបង្កហេតុឡើងនោះទេទោះបីជាយ៉ាងណាក៏ដោយកលល្បិចរបស់លោកហ៊ុនសែននិងកលល្បិចរបស់ថៃប្រឈមនឹងគ្នាជានិច្ចជារៀងរាល់ថ្ងៃបាទប្រឈមគ្នាជានិច្ចជារៀងរាល់ថ្ងៃបាទប្រឈមគ្នាជានិច្ចជារៀងរាល់ថ្ងៃបានសេចក្តីថាអ្វីដែលជាទំនាស់រវាងថៃនិងលោកហ៊ុនសែនកំពុងតែបន្តទៅទៀតក្នុងពេលដែលភាគីទាំងពីរប្រឹងប្រែងរកដំណោះស្រាយដែលខ្លួនចង់បានជាគោលដៅរឿងទំនាស់ដែលកើតឡើងរហូតដល់បាញ់បោះគ្នានៅថ្ងៃទី24ខែកក្កដាដល់ថ្ងៃទី28កើតឡើងពីទំនាស់មុខមាត់កិត្តិយសរបស់ពួកទាហានថៃដែលចាត់ទុកថាលោកហ៊ុនសែនកកកកាយក្នុងកិច្ចការផ្ទៃក្នុងរបស់គេភាពក្អេងក្អាងរបស់លោកហ៊ុនសែនត្រូវបានថៃសាកល្បងវាយប្រហារហើយក៏ឃើញថាថៃទទួលបរាជ័យរីឯលោកហ៊ុនសែនបានជោគជ័យឡើងប៉ោងខោទើបថៃឥឡូវនេះចេះតែខំប្រឹងចង់រករឿងតទៅទៀតធម្មតាអ្នកចាញ់តែងតែរករឿងអ្នកឈ្នះរីឯអ្នកឈ្នះដែលប៉ោងខោហើយតែងតែរកដំណោះស្រាយនៅក្នុងគណៈនេះណារាល់ពេលដែលលោកហ៊ុនសែនចាប់ក្បាលមីក្រូហ្វូនវាក៏คล้ายទៅជាចំណៃររឿងរបស់ទាហានថៃព័ត៌មានអាប់ដេតបានឲ្យដឹងថាព័ត៌មានអាប់ដេតបានឲ្យដឹងថាពួកទាហានថៃនៃគណៈបូព៌ាបូរផា Task Force បានបញ្ជូនទាហានឲ្យទៅជួយច្រូតស្រូវប្រជាកសិករថៃនៅភូមិនងច័ន្ទនិងនងយ៉ាកែវនងច័ន្ទនិងនងយ៉ាកែវការដែលបញ្ជូនទ័ពទៅច្រូតស្រូវនេះគឺជាកលល្បិចរបស់ថៃក្នុងការបង្កហេតុហើយនឹងបង្ហាញថាទឹកដីនោះ
ថៃក៏ចេះតែរៀបបាតយើងមិនដឹងសោះឡើយថាតើមួយចង្អាម1ម៉ែត្រឬក៏100ម៉ែត្រដែលថៃតែងតែអង្គៀមដើម្បីយកទីធ្លានៅក្នុងពេលដែល JBC កម្ពុជាថៃកំពុងធ្វើការវាស់វែងឬព្រមព្រៀងក្នុងចំណុចនៃបង្គោល42ដល់46 47នោះនេះគឺជាអ្វីដែលថៃកំពុងធ្វើគឺគណៈបូព៌ានៃកងទ័ពថៃភូមិភាគ1បានចុះទៅជួយប្រជាកសិករនៅหนองច័ន្ទหนองយ៉ាកែវឃុំหนองម៉ាក់មូនស្រុកគោកសុងណាស្រុកគោកសុងស្រុកគោកទុំខេត្តសាកែវបាទសួស្តីប្រិមិត្តមុននេះHDMI do មុននេះបន្តិចមានញូចភ្លើងបន្តិចបងប្អូននៅខាងខ្ញុំនេះអគិសនីវាញូចភ្លើងអត់មាន slow ណាស់អីទេចៅចាញ់សិនហើយចូលមកវិញទៅឃើញហ៎បងប្អូនស្ដាប់ខ្ញុំឮច្បាស់ហើយនៅវាញូចភ្លើងដល់ញូចភ្លើងទៅ modem វា disconnected អាឡូបងប្អូនឮសូរខ្ញុំទេមុននេះបន្តិចខ្ញុំមានញូចភ្លើងធ្វើឲ្យញូចភ្លើងធ្វើឲ្យចារ៉ាន់អ៊ីនធឺណិតហ្នឹងវាញូចបន្តិចតែប៉ុណ្្នឹងបាទអញ្ចឹងសូមអរគុណថៃបានបញ្ជូនទាហានឲ្យទៅច្រូតស្រូវប្រជាកសិករថៃនៅភូមិหนองយ៉ាកែវដើម្បីនឹងឆ្លៀតឱកាសរករឿងពង្រីកអង្គៀមដីនៅម្ដុំនឹងយកប្រៀបលើហ៊ុនសែនបាទនឹងគឺជាការដែលរករឿងគ្នាទៅវិញមកជាល្បិចកលរបស់ថៃនៅខាងหนองច័ន្ទหนองយ៉ាកែវរីឯនៅខាងព្រំដែនកម្ពុជាថៃនៅនឹងត្រាតនៅនឹងខេត្តត្រាតវិញថៃបានអះអាងទាមទារថាផ្ទះ3ខ្នងនៅជាប់នឹងភូមិនងរីនៃឃុំចម្រាក់ស្រុកមួងខេត្តត្រាតខ្មែរសង់នៅលើដីថៃវារស់អស់មួយខ្នងឬក៏2ខ្នងហើយឥឡូវនេះ
កងទ័ពជើងទឹកថៃកំពុងតែរករឿងលោកហ៊ុនសែនលើកាស៊ីណូមួយដែលវាថាកាស៊ីណូហ្នឹងសង់មកលើដីរបស់វានៅជាប់នឹងស្រុកថ្មដានៃខេត្តពោធិ៍សាត់ដែលវាថានៅលើដីវាហើយវាទៀមទាឲ្យរុះរើសំណង់កាស៊ីណូនេះចាញ់ហើយបើសិនជាវារុះរើវានឹងគិតថ្លៃឈ្នួលដល់លោកហ៊ុនសែនគឺវារករឿងអត់ឈប់ទេនេះគឺជាព័ត៌មានថ្ងៃនេះបាទព័ត៌មានថ្ងៃនេះចំណែកឯចំណាប់ដែលវាចាប់ឆ្លើយសឹក18នាក់នោះវាសប្បាយចិត្តខ្លាំងណាស់នៅពេលដែលលោកហ៊ុនសែនមិនអើពើដល់វាសនានៃឆ្លើយសឹកដែលនៅក្នុងឃុំសៀមកងទ័ពជើងទឹកថៃបានបិទកម្មវិធីទេសចរប្រចាំថ្ងៃដែលសាធារណជនទៅទស្សនានាវាផ្ទុកយន្តហោះចក្រីណូរ៉ឺបេតហើយចាប់ផ្ដើមរៀបចំនាវាផ្ទុកយន្តហោះចក្រីណារ៉ឺបេតនឹងដើម្បីរៀបចំសម្រាប់ធ្វើកិច្ចការកងទ័ពជើងទឹកក្នុងការត្រៀមលក្ខណៈពង្រឹងកម្លាំងត្រៀមនៃកងទ័ពជើងទឹកប្រឆាំងនឹងលោកហ៊ុនសែននេះក៏ជារបៀបរករឿងមួយទៀតដែលមិនចេះចប់មិនចេះហើយណាដែលមិនចេះចប់មិនចេះហើយនេះគឺជារឿងដែលចេះតែកើតឡើងមិនចេះចប់មិនចេះហើយការរករឿងលោកហ៊ុនសែនគឺសៀមចង់បាននៅព្រំដែនមួយដូចលោកហ៊ុនសែនបានព្រមព្រៀងជាមួយនឹងយួនណារិនឮច្បាស់ហើយនៅបើឮមិនច្បាស់ចាញ់សិនហើយចូលវិញបងអូនចាញ់សិនហើយចូលវិញទៅចាញ់ហើយចូលវិញច្បាស់ហើយបាទប្រពន្ធមុននេះមានការរអាក់រអួលតាក់ទងនឹងអ៊ីនធឺណិតបាទនៅខាងកម្ពុជាវិញបាទនៅខាងកម្ពុជាវិញលោកហ៊ុនសែនថ្ងៃទី20នេះផ្សាយអំពីទេសភាពកោះកុងណានឹងនិយាយអំពីទេសចរដោយគ្មានព័ត៌មានអីទេក្រសួងការពារប្រទេសកម្ពុជាផ្សាយពីទស្សនកិច្ចរបស់មន្ត្រីកងទ័ពបរទេសមកកាន់ប្រទេសកម្ពុជាមានជំនួបជាមួយនឹងលោកទាសីហានេះគឺជាព័ត៌មានរីឯព័ត៌មានដែលផ្សាយថាថៃលឺសូរផ្ទុះនៅក្បែរដូចជាថ្មដាអីហ្នឹងនៅពេលដែល AOT បានធ្វើដំណើរទៅពិនិត្យតំបន់ព្រំដែនបណ្ដាលឲ្យAOT ដកចេញពីតំបន់នោះខាងកម្ពុជាបាននិយាយថាលឺសូរផ្ទុះនៅខាងថៃប៉ុន្តែអត់មានអ្វីបន្តតទៅទៀតទេ